សួស្តីអ្នកទាំងអស់គ្នាខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអំពីនៅcomment line នៅក្នុងរូបនោះជាដំបូងយើងចូលមកកាន់វាយើងមកយើងឲ្យវាសូនឲ្យវាទៅដើម្បីយើងនោះវាចូលទៅក្នុងពុទ្ធិរបស់យើងធ្វើនៅលើនឹងការទេពុទ្ធសាសនានឹងគឺវាអាចមានការ slow អញ្ចឹងយើងបាយឲ្យវាទៅបើយើងដើម្បីលោកចូលទៅកាន់ពុទ្ធិរបស់យើងមកនេះជា IP របស់ខ្ញុំអូខេឥឡូវខ្ញុំបកចូលមកកាន់ពុទ្ធិហើយបន្ទាប់មកខ្ញុំលុបវាជារូបចោះបន្ទាប់មកខ្ញុំបាច់ password របស់យើងមកឥឡូវនេះខ្ញុំ login ចូលបានរួចហើយអានេះសម្រាប់កន្លែងរូបនេះបញ្ជាក់ថាជាកន្លែងដែលយើងស្ថិតនៅអញ្ចឹងណាហើយយើងប្រើ command line ស៊ូដើម្បីបដូរនៅ user របស់យើងដាក់ឈ្មោះ thon អញ្ចឹងនេះជា user ហើយសម្រាប់ធំជ្រូកនេះគឺជា super user គឺអាចធ្វើអ្វីគ្រប់យ៉ាងបានអស់ហើយសម្រាប់រូបដុល្លារនេះគឺជា normal user មានន័យថា user ធម្មតាអញ្ចឹងចូលមកកាន់រូបរបស់យើងមកខ្ញុំចុចពាក្យថា exit មកគឺយើងរករូបរបស់យើងវិញអូខេសម្រាប់ BOIM នេះគឺយើងប្រើដើម្បីដឹងថាយើងនៅក្នុង category មួយណា login ចូល user មួយណាអញ្ចឹងណា BOI sorry អញ្ចឹងយើងចូលមកយើង try វាទៅនេះវាបញ្ជាក់យើងថាយើងនៅក្នុង user root បើយើងនៅក្នុង user យើងធម្មតាវានឹងបញ្ជាក់យើងថាយើងនៅក្នុង user យើងធម្មតាហើយសម្រាប់ command line pwd នេះសម្រាប់បញ្ជាក់ថាយើងនៅលើ directory មួយណាអញ្ចឹងណា current directory មួយណាអញ្ចឹងណាអញ្ចឹងយើងអាចសាកបាន pwd មកវាបញ្ជាក់មកថាគឺយើងនៅលើ user root ហើយបើយើងនៅលើ user ធម្មតាវានឹងបញ្ជាក់ថាយើងនៅលើ user ធម្មតាហើយសម្រាប់ចូល command line បន្ទាប់គឺ cd នេះសម្រាប់ change directory អញ្ចឹងណាយើងអាចប្រើ cd នឹងធម្មតាក៏បានយើងប្រើ cd ទៅទឹកនឹងក៏បានពីរនឹងវាដូចតែគ្នាទេអញ្ចឹងខ្ញុំប្រើ cd ទៅដើម្បីដឹងនៅ directory របស់យើងគឺយើងនៅក្នុង root ហ្នឹងហើយបើយើងនៅក្នុង user វានឹងបង្ហាញយើងក្នុង user បន្ទាប់មកយើងចូលទៅ command line បន្ទាប់គឺបើសម្រាប់ cd ផ្កាយនេះគឺវាអត់ដំណើរការទេអញ្ចឹងយើងអត់ត្រូវការប្រើវាទេហើយសម្រាប់ cd dot នេះគឺយើងប្រើវាដើម្បីបដូរនៅ directory ឧទាហរណ៍ដូចជា directory យើងមាន directory ពីរអញ្ចឹងណា directory normal user ហើយនិង super រូបរបស់យើងអញ្ចឹងណាអញ្ចឹងយើងអាចបដូរគ្នាចុះណាបានអញ្ចឹងខ្ញុំ try មើលចុះ cd dot គឺវាបដូរឲ្យយើងអត់ sorry នេះគឺវាអត់ទាន់បដូរទេគឺតិចដល់គ្នានេះគឺវាបញ្ជាក់ហើយគឺយើង login មានតែមួយបើយើង login មានច្រើនគឺវានឹងប្រូគ្នាចុះបានឲ្យយើងសម្រាប់បន្ទាប់គឺតកតងនឹងមែនតកតងនឹងមែនយើងបាយ command line វាមកមែន pwd សម្រាប់នេះគឺវាបង្ហាញនៅ command line ដែលបង្ហាញនៅ option អ្វីមានប្រើអ្វីនឹងទៅសេឲ្យនរណាអញ្ចឹងណាយើងចុចយើងចង់ចេញពីហ្នឹងគឺយើងចុចអក្សរ Q ដើម្បីចេញមកនៅយើងវិញអញ្ចឹងណាអញ្ចឹងយើងចូលទៅ command line បន្ទាប់គឺ command line ls នេះគឺជា list directory យើងបាយនៅ command line ls មកវានឹងប្រាប់យើងនៅ list directory ប៉ុន្តែវាអត់ detail ទេអញ្ចឹងយើងចូលទៅ command line បន្ទាប់ទៀតគឺ command line ls option l សម្រាប់ls option l ហ្នឹងលក្ខណៈវាបង្ហាញនៅ long list របស់យើងអញ្ចឹងណាឬ detail មកឲ្យយើងអស់អញ្ចឹងណាហើយសម្រាប់ ls យើងប្រើ l ក៏បានដែរពីរហ្នឹងវាដូចគ្នាទេវាបង្ហាញនៅ option មកយើងទាំងអស់ដូចគ្នាអញ្ចឹងយើងចូលទៅ try ទៅ ls option l នេះគឺខ្ញុំធ្វើវាមានតែមួយទេអញ្ចឹងវាបង្ហាញយើងមានតែមួយទេប៉ុន្តែបើយើងមានច្រើនគឺវានឹងបង្ហាញវា detail មកទាំងអស់តទៀតយើងចូលទៅកាន់ command line បន្ទាប់ទៀតគឺ command line ls ហ្នឹងដើម្បីចង់បញ្ជាក់ថាអាពីរនឹងវាដូចគ្នាមិនអញ្ចឹងតើមើលជាមួយខ្ញុំទាំងអស់គ្នា
និយាយទៅអាពីរហ្នឹងគឺវាដូចគ្នាវាបង្ហាញយើងនៅ detail របស់យើងទាំងអស់ចឹងណាសម្រាប់ខ្ញុំវាមានតែមួយទេអញ្ចឹងវាបង្ហាញតែមួយប៉ុន្តែបើវាមាន10វានឹងបង្ហាញ10ប៉ុន្តែសម្រាប់ LS ធម្មតាគឺវាបង្ហាញយើងតែខ្លីទេសម្រាប់ការ present របស់ខ្ញុំមួយនេះគឺបានបញ្ចប់ហើយអញ្ចឹងចាំនៅចាំសូមអរគុណសម្រាប់ការតាមដានមួយនេះអរគុណ